ដែលថ្ងៃនេះយើងបានលើកយកគម្រោងស្ដាមលើគម្រោងប្រព័ន្ធបញ្ជាបាក់បិទអំពូលតាមរយៈ Bluetooth ចាប់ជាមួយទូរស័ព្ទដៃដែលត្រូវបានដឹកនាំនៅបង្រៀនដៃលោកគ្រូនំសវណ្ណរាជដែលក្រុមយើងខ្ញុំមានសមាជិកចំនួន8នាក់ជាខ្ញុំគូហេតុជំហានជាប្រធានក្រុមលោកជាសួរជាខ្ញុំគូវៃតាណាជាប្រធានក្រុមទី2ខ្ញុំចូលងំសម័យជាអនុប្រធានក្រុមទី2ខ្ញុំគូយើងចូលលេងជាសមាជិកក្រុមគូការប្រដាលីងជាសមាជិកក្រុមទី2ចូលលេងខ្ញុំគូជាសមាជិកដីជាសមាជិកក្រុមទី2ជំរាបសួរគូសុនរីវឌ្ឍនាជាបានជាសមាជិកក្រុមគោលបំណងនៃគម្រោងមានងាយស្រួលនិងទំនើបកម្មជំនួយដល់ជនពិការឬមនុស្សចាស់ពង្រឹងសន្តិសុខនិងសុវត្ថិភាពសន្សំចៃថាមពលអគ្គិសនីការរៀនសូត្រអនុវត្តបែប STEM ការរៀនបង្កើត app នៅក្នុងគម្រោងយើងខ្ញុំពួកយើងបានប្រើឧបករណ៍ជាច្រើនដូចជា1 Power Plug 2 Power Line 3 Arduino Uno 4 HC.05 6 Fiber Relay 7 ខ្សែ USB ក្នុងគម្រោងយើងខ្ញុំបានប្រើឧបករណ៍ច្រើនប៉ុន្តែយើងខ្ញុំយកតែឧបករណ៍ដែលសំខាន់ដូចជា1 Power Plug 2 Power Line 3 HC.05 4 Fiber Relay 5 Arduino Uno 6 និងខ្សែ USB សម្រាប់ HC.05 គឺជា model Bluetooth ឬក៏ Bluetooth model ដែលអាចធ្វើឲ្យឧបករណ៍អេឡិចត្រូនិកតាក់ទងគ្នាបានដោយប្រើខ្សែភ្ជាប់ជាមួយនឹងទូរស័ព្ទដៃនិងកុំព្យូទ័រមុខងាររបស់វាអាចធ្វើជា master មុខងារវាអាចធ្វើជា hardware ចំណងទិន្នន័យដូចជា Arduino Uno ភ្ជាប់នឹងទូរស័ព្ទដៃនិងកុំព្យូទ័រ2ចំណុចខាងអាចធ្វើជា master ជាអ្នកស្វែងរកក៏បានជាអ្នករងចាំក៏បាន3ការប្រើប្រាស់ទៅខ្សែបុត្រសាស្ត្រគឺ GND TX OX VCC ចំណុចវង10ម៉ែត្រចំពោះ Fiber Relay គឺជាកុងតាក់អគ្គិសនីដែលឆ្លងចលនាអគ្គិសនីជាតិដែលធ្វើឲ្យឧបករណ៍អេឡិចត្រូនិកដែលចម្លងចលនាអគ្គិសនីច្រើនអាចបិទបាក់បានដូចជាកង្ហារ222 V ជាដើមArduino Uno គឺជាបន្ទះមេកាអេឡិចត្រូនិកដែលប្រៀបបានទៅជាខួរក្បាលដែលបញ្ជាទៅដល់ឧបករណ៍អេឡិចត្រូនិកទាំងអស់ចំពោះ Arduino Uno គឺជាបន្ទះដែកបញ្ជាការអេឡិចត្រូនិកប្រៀបបានដូចជាខួរក្បាលដែលអាចមានសមត្ថភាពអាចបញ្ជាឧបករណ៍អេឡិចត្រូនិកបានដែលគេពេញនិយមក្នុងការធ្វើឡានបញ្ជាឡានតូចៗឬក៏បើកបិទអំពូលតាមរយៈ Bluetooth ក្នុងទូរស័ព្ទដៃជាដើមអំពូលគឺជាវត្ថុធាតុមួយដែលវាមានរូបមួយហើយប៉ោកដែលពេញនិយមក្នុងផ្នែកអគ្គិសនីដែលប្រជាជនខ្មែរភាគច្រើនយកវាទៅដាក់ដើម្បីបំភ្លឺជាដើមចំពោះ Power Line គឺជាខ្សែដែលចម្លងចលនាអគ្គិសនីទៅវត្ថុចំពោះខ្សែ USB គឺជាខ្សែដែលសម្រាប់បញ្ចូលកូដទៅក្នុងគម្រោងរបស់ពួកយើង VCC តបជាប់ទៅជើង5 volt របស់ Arduino GND តបជាប់ទៅជើង GND របស់ Arduino PHD Bluetooth តបជាប់ទៅជើង OX ហើយ OXD Bluetooth តបជាប់ទៅជើង TX សម្គាល់ពេលបញ្ចូលកូដត្រូវដល់ខ្សែ TX និង OX ចេញទៅអាចបញ្ចូលកូដបាន VCC និង GND ត្រូវតបជាប់ទៅជើង5 volt និង GND របស់ Arduino IM signal តបជាប់ទៅជើង digital input ដើម្បីការពារការឆ្លងចរន្តយើងត្រូវប្រកាសជាថាកន្លែងដែលយើងរំខ្សែភ្លើងបានប្រើស្កុតរំបានចន្លោះជាមានការដាក់គ្នាឬឆោតបន្ទាប់ពីតក្រុមអង្គមរួចយើងធ្វើការបញ្ចូលកូដពីកុំព្យូទ័រទៅ Arduino Uno ហើយនេះគឺជាការបញ្ចូលកូដដែលក្រុមរបស់ពួកយើងបានអនុវត្តកូដដើម្បីឲ្យ Arduino Uno ដំណើរការជំហានបន្ទាប់គឺយើងត្រូវធ្វើការតេស្តសាកល្បងហើយនេះគឺជាការធ្វើតេស្តសាកល្បងហើយយើងឃើញថាគម្រោងរបស់យើងគឺដំណើរការយ៉ាងរលូនហើយក៏ដៅចម្បងនៃការបង្កើតគម្រោងនេះឡើងដោយសារតែយើងបានមើលឃើញអំពីសារៈប្រយោជន៍ដែលវាជាផ្នែកមួយនៃការអភិវឌ្ឍសង្គមជាតិប្រព័ន្ធបញ្ជាបាក់បិទអំពូលតាមរយៈ Bluetooth ចូលជាមួយទូរស័ព្ទដៃនេះអាចដំណើរការទៅបានដោយសារការប្រើសញ្ញាអក្សរទៅពីកម្មវិធីទូរស័ព្ទដៃទៅកាន់ Bluetooth model ដូចជា MC.05 ហើយផ្សំជាមួយនៅ microcontrol ដូចជា Arduino នៅពេលដែលពួកយើងចុចបញ្ជានៅលើទូរស័ព្ទដៃនោះវានឹងបកស្រាយកូដហើយក៏បញ្ជូនកូដនោះទៅកាន់ relay ដែលដើរតួជាកុងតាក់អគ្គិសនីដើម្បីទៅផ្ដាច់ចរន្តឬជាប់ចរន្តពីអំពូលភ្លើងប្រព័ន្ធនេះផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងរយៈចម្ងាយជិតប្រហែលជា10ម៉ែត្រដែលមិនចាំបាច់ប្រើប្រាស់សេវាអ៊ីនធឺណិតឬក៏
bắt ba công tác này đẹp toàn đại គាត់ថាប្រយោជន៍នៃគម្រោងនេះបែងចែកជា5ចំណុចសំខាន់រួមមានចំណុចទី1គឺទីងាយស្រួលដែលយើងអាចបញ្ជាបើកបិទពីចម្ងាយបានតាមរយៈទូរស័ព្ទដៃដោយមិនចាំបាច់ចុចកន្តាក់នោះទេចំណុចទី2វិញគឺសុវត្ថិភាពដែលអាចបញ្ជាពីការប៉ះទង្គិចផ្ទាល់ជាមួយនឹងចរន្តអគ្គិសនីនិងការបន្ថយការឆ្លងមេរោគពីកងទ័ពសាធារណៈចំណុចទី3គឺសន្សំសំចៃអាចកាត់បន្ថយការប្រើប្រាស់ខ្សែភ្លើងស្មុគស្មាញនិងជួយគ្រប់គ្រងអគ្គិសនីបានយ៉ាងល្អចំណុចទី4គឺជួយជនងាយរងគ្រោះតែផ្ដល់ភាពងាយស្រួលបំផុតសម្រាប់មនុស្សចាស់និងជនពិការក្នុងការរស់នៅចំណុចទី5គឺទៀតតែតម្លៃងាយស្រួលចំណាយដើមតិចនិងមិនត្រូវការប្រព័ន្ធអ៊ីនធឺណិតឬក៏ Wi-Fi ដើម្បីដំណើរការនោះទេ ក្នុងការអនុវត្តគម្រោងនេះក្រុមរបស់ពួកយើងក៏ជួបប្រទះនឹងបញ្ហាឈោមួយចំនួនផងដែរហើយបញ្ហាទាំងនោះមានដូចជាការខ្វះខាតថវិកាក្នុងការទិញសម្ភារៈដំឡើងខ្វះពេលវេលាពិភាក្សាក្រុមនិងខ្វះប្រព័ន្ធអ៊ីនធឺណិតក្រុមរបស់ពួកយើងក៏ខ្វះអ្នកដែលមានកុំព្យូទ័រក្នុងការជួយការងារក្រុមខ្វះ ឧបសគ្គចម្បងនៃប្រព័ន្ធបញ្ជាអំពូលតាម Bluetooth គឺកម្រិតនៃការតបភ្ជាប់ដែលអាចប្រើទៅបានត្រឹមតែ10ទៅ20ម៉ែត្រប៉ុណ្ណោះនឹងងាយរអាក់រអួលនៅពេលដែលមានរបាខណ្ឌដូចជាជញ្ជាំងបេតុងឬទ្វារដែកក្រៅពីនេះវាមិនអាចបញ្ជាពីចម្ងាយដោយប្រើអ៊ីនធឺណិតបានឡើយឧបករណ៍ Bluetooth ភាគច្រើនអនុញ្ញាតឲ្យតែទូរស័ព្ទដៃមួយគ្រឿងគត់ភ្ជាប់នៅពេលតែមួយដែលបង្កឲ្យមានការលំបាកដល់សមាជិកគ្រួសារផ្សេងទៀតបញ្ហាសុវត្ថិភាពក៏ជាចំណុចខ្វះខាតមួយដែរប្រសិនបើអាចកំណត់លេខកូដការពារត្រឹមត្រូវអ្នកដែលនៅក្បែរនោះអាចលួចចូលបញ្ជាអំពូលអ្នកបានយ៉ាងងាយ